ជំរាបសួរបងម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយគឺចង់ដឹងអនាគតទៅមើលបច្ចុប្បន្នអញ្ចឹងប្រជាជនរបស់យើងមនុស្សយើងនេះតែងតែស្វែងរកនៅគ្រូទាយគ្រូហៅដើម្បីទស្សន៍ទាយអំពីជោគវាសនារបស់ខ្លួនឯងថាតើទៅថ្ងៃខាងមុខហ្នឹងខ្លួនឯងនឹងខ្លាយទៅជាអីធ្វើអីមានសកម្មភាពបែបណាតែធៀបពិតអនាគតរបស់ខ្លួនឯងគឺស្ថិតនៅក្នុងកំណាប់ដៃរបស់ខ្លួនឯងនឹងឯងអញ្ចឹងមុននឹងយើងចង់ដឹងថាតើអនាគតរបស់យើងចង់ខ្លាយទៅជាអីចង់ធ្វើអីខ្លាយទៅជាមនុស្សដែលរស់នៅបែបណាអ្នកនរគ្នាត្រូវមើលអំពីសកម្មភាពបច្ចុប្បន្នដែលយើងកំពុងតែប្រតិបត្តិដែលយើងកំពុងតែធ្វើជាឧទាហរណ៍ដូចជាក្មេងដែលគាត់ស្ថិតនៅក្នុងកំពុងវ័យសិក្សាខ្ញុំសូមលើកទឹកចិត្តទៅដល់ការសិក្សានេះឲ្យសិក្សាឲ្យមែនតែនសិក្សាយកចំណេះដឹងឲ្យបានជ្រៅជ្រះប៉ុន្តែក្នុងកន្លែងនេះក្នុងប្រធានបទនេះគឺផ្ដោតសំខាន់ទៅលើបងប្អូនយុវវ័យដែលគាត់កំពុងតែសិក្សាពីថ្នាក់អនុវិទ្យាល័យឡើងទៅមើលថាតើដើម្បីប្រឡងឲ្យជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិហៅកាត់តាឌីប្លូមហើយប្រឡងឲ្យជាប់នៅសញ្ញាបត្រទុតិយភូមិហៅកាត់ថាបាក់ឌុបនៅថ្ងៃខាងមុខនេះប្រឡងអញ្ចឹងតើដើម្បីប្រឡងឲ្យជាប់នៅសញ្ញាបត្រផ្សេងហ្នឹងតើមើលសកម្មភាពយើងបច្ចុប្បន្ននេះយើងយកចិត្តទុកដាក់នៅក្នុងការសិក្សារៀនសូត្រទេយើងសិក្សាស្រាវជ្រាវយើងស្វែងរកព័ត៌មានអំពីខ្លឹមសារមេរៀនយើងអនុវត្តកិច្ចការងារដែលវាជាតម្រូវការនៃការសិក្សានៃការធ្វើនៃការប្រឡងដែរឬអត់អញ្ចឹងត្រូវមើលឲ្យច្បាស់អំពីសកម្មភាពរបស់ខ្លួនឯងថាតើសកម្មភាពរបស់ខ្លួនឯងវាស្របទៅថ្ងៃអនាគតអត់វាស្របទៅនឹងអ្វីដែលយើងចង់បាននៅពេលខាងមុខអត់អញ្ចឹងត្រូវប្រឹងប្រែងណាស់ប្រឹងប្រែងធ្វើប្រឹងប្រែងហ្វឹកហាត់ដុសខាត់សមត្ថភាពរបស់ខ្លួនឯងនេះឲ្យកាន់តែមានសមត្ថភាពកាន់តែខ្ពស់កាន់តែខ្លាំងកាន់តែអស្ចារ្យដើម្បីទទួលបាននៅលទ្ធផលល្អនៅថ្ងៃខាងមុខដោយបងប្អូនកំពុងតែត្រៀមនឹងការប្រឡងជាពិសេសបងប្អូនបាក់ឌុបនៅថ្ងៃខាងមុខប្រហែលសល់6 7ថ្ងៃទៀតអញ្ចឹងត្រូវប្រឹងប្រែងប្រឡងប្រឹងប្រែងធ្វើប្រឹងប្រែងហ្វឹកហាត់សមត្ថភាពដុសខាត់នៅអ្វីដែលយើងមិនទាន់ចេះយើងប្រឹងប្រែងសិក្សាស្រាវជ្រាវបន្ថែមសួរយោបល់លោកគ្រូអ្នកគ្រូអីផ្សេងជាដើមអញ្ចឹងលទ្ធផលយើងអាចទាញទុកខ្លួនឯងដឹងហើយថាខ្ញុំអាចនឹងប្រឡងជាប់បើសិនជាយើងប្រឹងប្រែងយកមែនតើចំពោះការងារក៏ដូចគ្នាយើងចង់បានការងារមួយថាតើធ្វើការងារឲ្យលទ្ធផលបែបណាត្រូវមើលសកម្មភាពនៃការធ្វើការងារប្រចាំថ្ងៃនេះចាប់ពីម៉ោងហ្នឹងពេលហ្នឹងវេលាហ្នឹងថាតើយើងបានធ្វើអីខ្លះក្នុងថ្ងៃហ្នឹងយើងប្រឹងប្រែងអស់ពីចិត្តពីថ្លើមហើយនៅយើងប្រឹងប្រែងធ្វើឲ្យអស់ពីសមត្ថភាពហើយនៅអញ្ចឹងត្រូវមើលសកម្មភាពរបស់ខ្លួនឯងក្នុងពេលបច្ចុប្បន្នចង់បានឡើងនៅប្រាក់បៀវត្សចង់បានឡើងនៅឋានៈតួនាទីកុំភ្លេចត្រូវមើលសកម្មភាពយើងបច្ចុប្បន្នជាមនុស្សយកចិត្តទុកដាក់ក្នុងការបំពេញនៅកិច្ចការងារឲ្យវាពេញលេញឲ្យវាល្អឲ្យវាប្រសើរថាតើយើងធ្វើបានដល់កម្រិតណាអញ្ចឹងសកម្មភាពបច្ចុប្បន្ននេះវាជះឥទ្ធិពលជាវិជ្ជមាននិងអវិជ្ជមានទៅថ្ងៃពេលខាងមុខឬថ្ងៃអនាគតបើសិនជាយើងប្រឹងប្រែងសិក្សារៀនសូត្រយើងប្រឹងប្រែងបំពេញកិច្ចការងារតាមតួនាទីរបស់ខ្លួនលទ្ធផលអនាគតយើងនឹងល្អប្រសើរប៉ុន្តែបើយើងខ្ជិលមិនខិតខំប្រឹងប្រែងរៀនមិនខិតខំបំពេញបន្ថែមនៅកិច្ចការអ្វីដែលខ្វះចន្លោះមិនប្រឹងប្រែងធ្វើការទៅថ្ងៃអនាគតក៏វាដូច្នោះដែរបាទអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងមិនមានការលើកលួចខ្វះខាតសូមកាន់តែបេទោសសូមអរគុណសូមជម្រាបលា